ត្រួតពិនិត្យនិងការវិតម្លៃលើការទូទាត់ជីវៈចម្រុះគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីទូទាត់ការត្រួតពិនិត្យនៃការទូទាត់គឺជាវិធីតែមួយគត់ដើម្បីដឹងអំពីអត្ថប្រយោជន៍ឬកំណើនដែលយើងចង់សម្រេចបាននៅលើទីតាំងដែលបានកើតឡើងនិងគ្រប់គ្រាន់ដើម្បីឲ្យមានតុល្យភាពទៅនឹងការបាត់បង់ដែលបណ្ដាលមកពីការអភិវឌ្ឍនេះគឺជាផ្នែកសំខាន់ក្នុងការវាយតម្លៃអំពីប្រសិទ្ធភាពនៃការទូទាត់បើនិយាយមួយបែបទៀតវាគឺជាការកំណត់អំពីកម្រិតដែលសម្រេចបានយ៉ាងហោចណាស់គ្មានការបាត់បង់ជាក់ស្ដែងនៃជីវៈចម្រុះការវាយតម្លៃការទូទាត់តាក់ទងនឹងការប្រៀបធៀបអំពីលទ្ធផលកំណើនដែលកើតឡើងពីសកម្មភាពនៃការទូទាត់ជាមួយនឹងការបាត់បង់ដែលបណ្ដាលមកពីការអភិវឌ្ឍដែលឈានទៅរកការទូទាត់នៅក្នុងវីដេអូនេះដំបូងយើងត្រូវពិភាក្សាអំពីការត្រួតពិនិត្យការទូទាត់បន្ទាប់មកត្រូវពិចារណាអំពីវិធីប្រើប្រាស់ទិន្នន័យអំពីការត្រួតពិនិត្យដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការទូទាត់ក្នុងកម្រិតផ្សេងៗនៅក្នុងវីដេអូទី4នេះយើងបានពិភាក្សាអំពីវិធីដើម្បីប៉ាន់ស្មានកំណើននាពេលអនាគតដែលយើងគិតថាយើងនឹងទទួលបានពីសកម្មភាពនៃការទូទាត់របស់យើងនេះវាពាក់ព័ន្ធនឹងការប្រៀបធៀបអំពីលទ្ធផលដែលបានរំពឹងទុកនៅទីតាំងទូទាត់ដែលជាលទ្ធផលពីសកម្មភាពនៃការទូទាត់ព្រមទាំងការប៉ាន់ស្មានអំពីលទ្ធផលដែលអាចកើតឡើងនៅលើទីតាំងក្នុងករណីដែលគ្មានសកម្មភាពនៃការទូទាត់ភាពខុសគ្នារវាងលទ្ធផលដែលបានមកពីសកម្មភាពនៃការទូទាត់និងសេណារីយ៉ូផ្ទុយធ្វើឲ្យយើងអាចប៉ាន់ស្មានអំពីកំណើនពីការទូទាត់បើនិយាយមួយបែបទៀតភាពខុសគ្នានៃសកម្មភាពនៃការទូទាត់ដែលបានបង្កើតធៀបជាមួយលទ្ធផលដែលគ្មានការទូទាត់ការត្រួតពិនិត្យរួមមានប្រើប្រាស់ការចុះទៅវាស់វែងនៅទីវាលផ្ទាល់ដើម្បីបញ្ជាក់អំពីការប៉ាន់ស្មានពីកំណើននាពេលអនាគតក្នុងពេលត្រួតពិនិត្យយើងតាមដានអំពីអ្វីដែលបានកើតឡើងនៅពេលដែលយើងអនុវត្តការទូទាត់ត្រូវការចុះទៅកាន់ទីតាំងទូទាត់ផ្ទាល់ដើម្បីវាយតម្លៃអំពីលក្ខណៈជីវៈចម្រុះដែលផ្ដោតលើការឆ្លើយតបនៃការធ្វើការទូទាត់ឧទាហរណ៍ប្រសិនបើសកម្មភាពនៃការទូទាត់មានគោលដៅក្នុងការបង្កើនទំហំចំនួនរុក្ខជាតិដែលកំពុងទទួលការគំរាមកំហែងការវិតម្លៃរបស់យើងអាចជាការរាប់ចំនួនប្រភេទរុក្ខជាតិនីមួយៗនៅទីតាំងនោះបន្ទាប់ពីបានអនុវត្តសកម្មភាពនៃការទូទាត់អាស្រ័យលើទំហំទីតាំងនៃការទូទាត់និងរបាយប្រភេទរុក្ខជាតិនៅទីតាំងនោះការត្រួតពិនិត្យអាចនឹងត្រូវបានធ្វើតាមរយៈការតាំងឡូគំរូនិងការរាប់ចំនួនរុក្ខជាតិនីមួយៗនៅទីតាំងឡូគំរូនោះបន្ទាប់មកប្រើលទ្ធផលទាំងនេះដើម្បីប៉ាន់ស្មានអំពីចំនួនសរុបនៃរុក្ខជាតិនីមួយៗនៅក្នុងទីតាំងនៃការទូទាត់ដោយដែលបានពិនិត្យនៅក្នុងវីដេអូទី4រួចមកហើយលទ្ធផលដែលយើងបានវាយតម្លៃនៅទីតាំងនៃការទូទាត់គ្រាន់តែជារូបភាពមួយផ្នែកប៉ុណ្ណោះការវាយតម្លៃការអនុវត្តដ៏ល្អបំផុតគឺតម្រូវឲ្យយើងគណនាអំពីការផ្លាស់ប្ដូរលើទីតាំងនៃការទូទាត់ដែលបណ្ដាលមកពីសកម្មភាពនៃការទូទាត់វាមានន័យថាយើងក៏ត្រូវធ្វើការប្រៀបធៀបអំពីការផ្លាស់ប្ដូរនៅទីតាំងនៃការទូទាត់ជាមួយនឹងការផ្លាស់ប្ដូរដែលបានកើតឡើងនៅទីតាំងគ្រប់គ្រងដែលស្រដៀងគ្នាជាកន្លែងដែលត្រូវអនុវត្តសកម្មភាពនៃការទូទាត់នេះគឺដើម្បីឲ្យយើងត្រួតពិនិត្យការព្យាករណ៍របស់យើងអំពីសេណារីយ៉ូផ្ទុយថាវាត្រឹមត្រូវដែរឬទេការទូទាត់ជាទូទៅមានរយៈពេលដើម្បីទទួលបានកំណើនឧទាហរណ៍ទីតាំងនោះអាចនឹងត្រូវការបង្កើនចំនួនប្រភេទរុក្ខជាតិក្នុងរយៈពេល10ឆ្នាំបន្ទាប់ពីចាប់ផ្ដើមសកម្មភាពនៃការទូទាត់
វាគឺជាគំនិតល្អក្នុងការត្រួតពិនិត្យទីតាំងនៃការទូទាត់ឲ្យបានទៀងទាត់ចាប់ផ្ដើមតាំងពីមុនពេលចាប់ផ្ដើមសកម្មភាពនៃការទូទាត់ឧទាហរណ៍ជារៀងរាល់ឆ្នាំធ្វើដូច្នេះវាអាចប្រាប់អំពីកំណើនដែលបានកើតឡើងនៅក្នុងអត្រាដែលបានរំពឹងទុកឬវាកំពុងតែថយចុះដូច្នេះយើងអាចនឹងត្រូវអនុវត្តសកម្មភាពនៃការទូទាត់បន្ថែមទៀតនៅពេលដែលដល់ពេលកំណត់ដែលតម្រូវការឲ្យការទូទាត់ត្រូវសម្រេចលទ្ធផលការទូទាត់នៅតែត្រូវការត្រួតពិនិត្យដើម្បីធានាថាលទ្ធផលដែលបានមកពីសកម្មភាពនៃការទូទាត់នៅតែរក្សាបានដោយសារតែការទូទាត់ជាទូទៅត្រូវការបង្កើតលទ្ធផលដែលយ៉ាងហោចណាស់មានរយៈពេលដូចទៅនឹងពេលដែលគេផ្ដល់សំណងហើយជាទូទៅវាបន្តស្ថិតនៅជានិរន្តរ៍ការត្រួតពិនិត្យទីតាំងនៃការទូទាត់គឺតម្រូវឲ្យមានការវាយតម្លៃទៅលើភាពជោគជ័យនៃការទូទាត់ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេយើងក៏ត្រូវត្រួតពិនិត្យការបាត់បង់ដែលបណ្ដាលមកពីការអភិវឌ្ឍដែរដែលអាចខុសពីអ្វីដែលយើងរំពឹងទុកការបាត់បង់ដែលបណ្ដាលមកពីការអភិវឌ្ឍជាទូទៅត្រូវបានប៉ាន់ស្មានថាជាផ្នែកមួយនៃទម្រង់ការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមហើយការប៉ាន់ស្មានទាំងនេះគឺដើម្បីកំណត់អំពីអត្ថប្រយោជន៍ដែលត្រូវការពីការទូទាត់យ៉ាងណាមិញវាពិតជាសំខាន់ក្នុងការត្រួតពិនិត្យអំពីភាពត្រឹមត្រូវនៃការប៉ាន់ស្មានទាំងនេះនិងដើម្បីធានាថាការបាត់បង់នៅទីតាំងអភិវឌ្ឍទាំងនោះនិងកំណើនដែលបានមកពីការទូទាត់គឺត្រូវបានគណនាដោយប្រើប្រាស់ការប៉ាន់ស្មានដូចគ្នាប្រសិនបើមិនដូច្នេះទេវានឹងមិនអាចទៅរួចទេក្នុងការប្រៀបធៀបការបាត់បង់និងផលចំណេញហើយភាពជោគជ័យនៃការទូទាត់ក៏មិនអាចបញ្ជាក់បានដែរចំណុចសំខាន់មួយផ្សេងទៀតដែលត្រូវពិចារណានៅពេលធ្វើការវាយតម្លៃការទូទាត់នោះគឺវិសាលភាពនៃការវាយតម្លៃការវាយតម្លៃនៅកម្រិតទីតាំងដោយដែលយើងបានពណ៌នានៅទីនេះដែរគឺប្រើប្រាស់ដើម្បីកំណត់ករណីប្រសិនបើនឹងនៅពេលដែលមានការអភិវឌ្ឍមួយតាក់ទងទៅនឹងការទូទាត់សម្រេចបានលទ្ធផលដែលគ្មានការបាត់បង់ជាក់ស្ដែងប៉ុន្តែយើងក៏ចង់វាយតម្លៃអំពីការអនុវត្តគោលការណ៍ឬកម្មវិធីនៃការទូទាត់ផងដែរដែលនៅក្រោមការទូទាត់ជាច្រើនកំពុងត្រូវបានធ្វើឡើងក្នុងករណីនេះត្រូវពិចារណាអំពីការបាត់បង់ដែលបណ្ដាលមកពីការអភិវឌ្ឍនិងផលចំណេញពីការទូទាត់ហើយគោលបំណងនោះគឺដើម្បីដឹងអំពីពេលដែលគ្មានការបាត់បង់ជាក់ស្ដែងបានកើតនៅវិសាលភាពនៃកម្មវិធីនៃការទូទាត់បន្ទាប់មកនេះអាចបង្ហាញអំពីរបៀបនៃការអនុវត្តគោលការណ៍នៃការទូទាត់ជាទូទៅនិងអំពីការផ្លាស់ប្ដូរគោលការណ៍ដែលត្រូវការដើម្បីធានាថាគ្មានការបាត់បង់ជាក់ស្ដែងនោះទេចំណុចសំខាន់នោះគឺលទ្ធផលនៃការត្រួតពិនិត្យនិងការវាយតម្លៃការទូទាត់នឹងត្រូវធ្វើការកត់ត្រានៅក្នុងការចុះបញ្ជីការទូទាត់ជាសាធារណៈកំណត់ត្រានេះក៏ត្រូវកត់ត្រាព័ត៌មានអំពីការទូទាត់និងការអភិវឌ្ឍដែលពាក់ព័ន្ធនានារួមទាំងទីតាំងលក្ខណៈជីវៈចម្រុះដែលផ្ដោតលើនិងផលចំណេញដែលមកពីការទូទាត់ត្រូវសម្រេចបានវាពិតជាសំខាន់ដែលអនុញ្ញាតឲ្យអ្នកសិក្សាស្រាវជ្រាវនិងសាធារណជនត្រួតពិនិត្យអំពីការទូទាត់នីមួយៗនិងជាគោលការណ៍រួមដែលកំពុងអនុវត្តនិងគោលដៅដែលបានកំណត់ដូចជាគ្មានការខាតបង់ជាក់ស្ដែងថាតើបានសម្រេចទៅតាមការកំណត់ដែរឬទេតាមវិធីនេះយើងអាចធ្វើការណែនាំដើម្បីកែលម្អក្នុងការបង្កើតនិងការអនុវត្តការទូទាត់និងកម្មវិធីនិងគោលការណ៍ដែលត្រូវណែនាំពួកគេ។